ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះក្រុមការងារគាត់ឡើងរួនផងកញ្ច្រំផងដើម្បីពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នាធ្វើទាំងគូស៊ីខោបងប្អូននេះគឺជារថយន្ត Forerunner ដែលពីសប្តាហ៍មុនបង្ហាញបងប្អូនពីបញ្ហាពុកសាក់ស៊ីឥឡូវនេះយើងបានធ្វើវារីករាល់ហើយសម្រាប់សាក់ស៊ីផ្នែកខាងក្រោយនេះដោយយើងបានធ្វើការតាបដៃថ្មីបង្កើនគុណភាពសាក់ស៊ីឡើងមកវិញដើម្បីឲ្យវារឹងមាំហើយមិនត្រឹមតែរឹងមាំតែសាក់ស៊ីទេសូម្បីតែកាំងរបស់យើងគឺរឹងមាំដូចគ្នាព្រោះយើងបានធ្វើជើងចាប់ជាប់ជាមួយនឹងសាក់ស៊ីជាមួយនឹងកាំងយើងតែម្ដងមើលសាក់ទាញរួនម្ដងទៀតមើលប៉ុណ្្នឹងហើយមិនអង្រួនដល់3ដងពុកម៉ែបងប្អូនទៀតហ៎ហើយសម្រាប់ម៉ូតកាំងមួយនេះគឺជាប្រភេទកាំងដែលយើង design ឡើងដោយមានប្រភេទចដាដែលអាចឡើងទៅលើតបរថយន្តពុកម៉ែបងប្អូនបានងាយស្រួលក្នុងការឡើងចុះដើម្បីពុកម៉ែបងប្អូនដាក់អីវ៉ាន់នៅលើឡានហើយនឹងឡានកោនស្គូនេះគឺងាយស្រួលក្នុងការទាញបិទបើកទៅផ្នែកចំហៀងមិនប៉ះពាល់នៃទ្វារទី5នៃរថយន្តពុកម៉ែបងប្អូនទេហើយប្រហែលជាមានពុកម៉ែបងប្អូនមួយចំនួនដែលគាត់ឆ្ងល់ណាហេតុអីបានត្រូវដាក់កោនស្គូនៅពីខាងក្រោយនេះវិញមិនដាក់នៅខាងក្រោមបាតរថយន្តមកតែម្ដងទៅឥឡូវខ្ញុំសូមបញ្យល់ពុកម៉ែបងប្អូនបន្តិចយល់តិចតួចបានហើយព្រោះវាជាហេតុផលមួយដែរសម្រាប់ការដាក់កោនស្គូពីខាងក្រោយនេះពុកម៉ែបងប្អូនអ្នកគ្នាព្រោះសម្រាប់ពុកម៉ែបងប្អូនដែលគាត់ជាអ្នកប្រើប្រាស់រថយន្តបែប off road គាត់នឹងយល់ច្បាស់ហើយព្រោះពេលដែលយើងបើកបរក្នុងស្ថានភាពផ្លូវដែលលំបាកមានថ្មក្នុងពេលដែលជាប់ផុងហ្នឹងគឺពិបាកជាងគេគឺកោនស្គូដែលនៅខាងក្រោមបាតហ្នឹងពុកម៉ែបងប្អូនអ្នកគ្នាអញ្ចឹងពេលដែលយើងដាក់ពីខាងក្រោយនេះគឺយើងអាចជួយបង្កើននូវគុណភាពការដេគ័រហើយមើលទៅវាស្រស់ស្អាតស័ក្តិសមបែបរថយន្ត off road ហើយក៏យើងអាចដាក់ភេទកង់ដែលមានទំហំធំបានដែលងាយស្រួលដែរពុកម៉ែបងប្អូនអ្នកគ្នាហើយសម្រាប់កាំងរបស់យើងនេះបងប្អូនអ្នកគ្នាគឺយើង design មកសម្រាប់បងប្អូនដែលប្រើប្រាស់រថយន្តបែប off road តែម្ដងដែលយើងបាន design ផ្នែកខាងក្រោយនេះគឺស្ដើងតូចខ្ពស់ផុតពីដីពេលដែលបងប្អូនបើកបរក្នុងស្ថានភាពផ្លូវ off road ដែលឡើងទូលខ្ពស់ហើយហ្នឹងគឺវាមិនងាយប៉ះគូតខាងក្រោយនៃឡាននោះទេពុកម៉ែបងប្អូនហើយក៏ជាកាំងដែលធន់ក្នុងការប្រើប្រាស់ដែលយើងប្រើជាមួយនឹងប្រភេទថ្នាំ powder coating ដែលជាប្រភេទថ្នាំដែលធន់ក្នុងការឡើងច្រេះនិងការពារពីការប៉ះទង្គិចផ្សេងៗនៃរថយន្តបងប្អូនដែលមិនងាយបណ្ដាលឲ្យខូចទឹកថ្នាំនោះទេពុកម៉ែបងប្អូនហើយសម្រាប់រថយន្ត Forerunner នេះដែរគាត់បានបំពាក់ជាមួយនឹងកាំងមុខរួចជាស្រេចហើយគាត់មកបន្ថែមជាមួយនឹង accessory បំពាក់ផ្នែកខាងក្រោយហើយសម្រាប់កាំងរបស់យើងពីចំហៀងនេះដែរគឺយើងបានធ្វើជើងចាប់ connector ពីចំហៀងដើម្បីបង្កើនគុណភាពការពារពីចំហៀងនិងធ្វើឲ្យកាំងរបស់យើងកាន់តែរឹងមាំនិងជាផ្នែកការពារពីចំហៀងពីការប៉ះទង្គិចផ្សេងៗនៃផ្នែកចំហៀងរបស់រថយន្តផងដែរនិងសូមអរគុណដល់ពុកម៉ែបងប្អូនដែលទស្សនាក្នុងវីដេអូនេះហើយបើសិនជាបងប្អូនទាំងអស់គ្នាដែលមានតម្រូវការក្នុងការផលិតកាំងរថយន្តដែលស័ក្តិសមនឹងរថយន្តបងប្អូនកុំភ្លេចទំនាក់ទំនងមកខាងក្រុមការងារ Camp Pro យើងខ្ញុំតាមម៉ូដដែលបងប្អូនស្រឡាញ់ពេញចិត្តគ្រាន់តែមានជារូបភាពបង្ហាញដល់ក្រុមការងាររបស់យើងគាត់នឹង design តម្រូវត្រូវតាមម៉ូដរថយន្តរបស់បងប្អូនតែម្ដងអរគុណបងប្អូនជួបគ្នាក្នុងវីដេអូបន្តទៀតហើយនឹងសូមជួយ like និង follow page Camp Pro យើងខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗ